សួស្តីបងប្អូនអរគ្នាវីដេអូនេះបងប្អូនពិតជាឆ្ងល់តើកញ្ចប់នេះគឺជាកញ្ចប់អីដែរកញ្ចប់អីវ៉ាន់ដែលខ្ញុំទិញពី app King ទៅទាល់បងប្អូនតោះមក unboxing អីវ៉ាន់ជាមួយខ្ញុំបងប្អូនឥឡូវខ្ញុំកំពុងតែហែកកញ្ចប់ដែលខ្ញុំទិញពី app King ទៅទាល់នៅពីប្រទេសចិនមកបងប្អូនឥឡូវខ្ញុំកំពុងតែហែកមើលអីវ៉ាន់ដែលខ្ញុំទិញពី app King ទៅទាល់គឺជាស្នប់សពកង់សពកង់ឡានអីចឹងបងប្អូនខ្ញុំមើលថាស្នប់ហ្នឹងវារបៀបម៉េចហើយគុណភាពប្រមាណវាមិនដែរបងប្អូនទស្សនាទាំងអស់គ្នាឥឡូវខ្ញុំកំពុងតែដកចេញពីកញ្ចប់ដែលគេពីខ្ចប់នៅពីប្រទេសចិនមកបងប្អូនខ្ញុំទិញតាមរយៈក្រុមហ៊ុនដឹកជញ្ជូនយ៉ាងស៊ីបឆេះបងប្អូនក្រុមហ៊ុនហ្នឹងគឺថ្លៃដឹកកញ្ចប់នេះអស់តែ6កាក់ទេបងប្អូនស្មើនឹងថា2400ដឹកពីប្រទេសចិនមកកាន់ភ្នំពេញបងប្អូនហើយតម្លៃស្នប់នេះគឺធូរថ្លៃមែនទែនបងប្អូនខ្ញុំទិញនេះតម្លៃប្រហែលជាថា4500ដូចខ្មែរបងប្អូនវាមានអោបមកជាមួយដូចជានេះគឺនឹងសម្រាប់សពអីទេបងប្អូននេះក្រហមមានស្ថិសម្រាប់សពអាកង់សពកង់បងប្អូនសពកង់មានសួយសម្រាប់ក្បាលរៀងសួយបាទនេះសម្រាប់គេសពបាល់បងប្អូនរៀងវែងនេះវាអាចសពបាល់ព្រោះខ្ញុំធ្លាប់ឃើញគេសពតែខ្ញុំមិនដែរសពទេគាត់ខ្ញុំធ្លាប់ឃើញស្រាប់នឹងដឹងគុណភាពយ៉ាងម៉េចទេបងប្អូនឥឡូវមកតែមើលសិនបងប្អូនវាមានគេថែមមកជាមួយពីរហ្នឹងនៅក្រោមបាតហើយយើងគេដាក់ភ្ជាប់នៅពីក្រោមអញ្ចឹងបងប្អូនស្នាប់ហ្នឹងគឺមាននាឡិកាប៉ុន្តែនាឡិកាហ្នឹងខ្ញុំតែមើលដូចវាអត់ដាទេបងប្អូនទាំងមកពីអីឬវាមិនវាខ្ញុំយកទៅសបមើលសាកដែរប៉ុន្តែដូចដឹងយ៉ាងម៉េចហើយស្នប់នោះវាមានក្បាលខាងលើក្បាលកន្លែងច្ពិចហ្នឹងវាមាន2ហ៊ុនគេដឹងគេសម្រាប់សង្ស័យសពកង់ឡានផងសពម៉ូតូផងមើលទៅបងប្អូនខ្ញុំអត់សូវច្បាស់ដែរវាមានហ៊ុន2ទេបងប្អូនហើយខ្ញុំមកតេស្តស្នប់សពខាងដៃយើងវែងសម្រាប់យើងយកជើងជាន់បងប្អូនហើយនេះខ្ញុំអត់បានយកជើងជាន់នេះខ្ញុំគ្រាន់តែបងប្អូនមើលសពដៃបងប្អូនសពដៃពេលយើងដាក់ចូលក្នុងក្បាលវ៉ាល់ម៉ូតូទៅយើងចុចនេះក្បាលលឿងពណ៌លឿងទុំចុចវាចុះក្រោមអញ្ចឹងមកហើយបើយើងសបតលេងសបវាសបវារឿងបានខ្លាំងដែរបងប្អូនប៉ុន្តែដឹងវាឡើងកម្រិតណាអត់ដឹងដែរព្រោះទិញមកនាឡិកាសម្រាប់គេវាស់សបកង់ដូចជាអត់ដើមអញ្ចឹងបងប្អូននឹងវា error មកជាតម្លៃវាសរុបទាំងអស់វាថាស្នប់4500ហើយនឹងថ្លៃដឹកអស់6កាក់ទៀតវា2400ទៀតយើងថា2500វាអស់ថ្លៃសរុបទាំងអស់វា7000បងប្អូនសូមជួយចុច subscribe និងដាក់រូបកណ្ដឹងម្នាក់មួយបងប្អូនជួបវីដេអូខ្ញុំពេលក្រោយទៀតអរគុណ